bà phao ấp giờ bỏ Windows này ở cái lốp chao ở các bạn computer đa liên chuyên muốn ដល់គ្នាបានចុច Windows អបន្តមកទៀតដល់គ្នាវាយពាក្យថា Tab TEMP បន្តមកទៀតចុច Enter ហើយអ្នកនរគ្នាឃើញ file លើហ្នឹងទាំងអស់ហ្នឹងគឺជា file ដែលយើងអាចលុបចោលបានធ្វើឲ្យកុំព្យូទ័ររបស់គ្នាដើរលឿនជាងមុនបាទចឹងអ្នកនរគ្នាមើលឃើញ file ដល់10000 file ជាងអ្នកនរគ្នាវិវ៉ាអ្នកនរគ្នា file ហ្នឹងយើងលុបចេញបានអត់បញ្ហាអញ្ចឹងអ្នកនរគ្នាគ្រាន់ចុច Control A មកវានឹង select all ទាំងអស់ហើយបន្តទៀតអ្នកនរគ្នា Shift Delete មកអាហ្នឹងវានឹងលុបចេញពីកុំព្យូទ័ររបស់យើងបាទតោះឲ្យលោកផ្ទាំងហ្នឹងអ្នកនរគ្នាគ្រាន់តែចុចថា yes មកហើយទៅទៀតអ្នកនរគ្នាគ្រាន់តែចាំវាដើរ read file ទាំងអស់បាទ file គឺច្រើនជាងមែនតើអ្នកនរគ្នាចាំបន្តិចទៅវានឹងដើរឲ្យចប់បាទបន្តមកទៀតវានឹងលុបផ្ទាំងហ្នឹងអ្នកនរគ្នាគ្រាន់តែចុច tick មកហើយចុច skip ទៅវានឹងដើរដល់ចប់ហើយបាទវាដើរអស់អ្នកនរគ្នាវានឹងសល់ space ច្រើនជាងមុនបាទហើយការប្រើប្រាស់ក៏វាលឿនជាងមុនដែរដូចទិញ laptop មកថ្មីអញ្ចឹងអ្នកនរគ្នានិយាយទៅអត់មានពិបាកនឹងដើរយឺតឬក៏ slow ឬក៏កាំងទៀតទេអ្នកនរគ្នាមើល